ពាក្យថាមិនជ្រើសរើសហ្នឹងគឺវាមិនមែនជាការតាំងទូខ្លួនយើងដើម្បីនឹងថាបង្កប់បញ្ជាឲ្យសតិដឹងតែកាយឬក៏ឲ្យសតិហ្នឹងដឹងតែវេទនាអីដោយមានទីក្តីសម្គាល់ថាមានខ្លួនយើងជាអ្នកបប្រតិបត្តិជាអ្នកចម្រើនតែប្រធានហ្នឹងអត់មានការជ្រើសរើសអញ្ចឹងណាហ្នឹងហើយគឺមានសតិប្បដ្ឋានហ្នឹងហើយជាអារម្មណ៍របស់សតិហើយអារម្មណ៍របស់សតិហ្នឹងមានជាប្រដីក្នុងជីវិតមិនចំពោះតែកាយទេមានវេទនាមានចិត្តមានធម៌ហើយគ្រប់ពេលវេលាគ្រប់ទីកន្លែងហ្នឹងហើយហ្នឹងដែលយើងអត់បានជ្រើសរើសដោយថាចម្រើនសមថៈយើងជ្រើសរើសពេលវេលាហ្នឹងហើយយើងមានឱកាសពេលវេលាសម្រាប់ពីកិច្ចការងារអង្គុយក្នុងទីស្ងាត់ហើយកំណត់ទៅលើអារម្មណ៍អីចម្រើនកសិនចម្រើនព្រហ្មវិហារឬក៏ចម្រើនអាណាបានសតិអញ្ចឹងទៅហ្នឹងគឺមានការជ្រើសរើសអារម្មណ៍ក្នុងបកម្មដ្ឋានហ្នឹងទៅតាមចរិតអធិស្រ័យការអប់រំហ្នឹងមកតែដល់ទៅតែប្រធានជីវិតជាប្រកដីហ្នឹងរូបធម៌ណាក៏ដូចតែរូបធម៌ណាប្រកបជាបរមត្តមិនមែនជាអត្តានាមធម៌ណាក៏ដូចជានាមធម៌ណាហ្នឹងហើយនៅមួយអង្គឯងក៏ដោយនៅអ៊ូអក៏ដោយក្នុងព្រៃក៏ដោយក្នុងស្រុកក៏ដោយហ្នឹងហើយដូចអាណាបានសតិព្រះអង្គសម្ដែងទៅក៏ក្នុងសញ្ញាគាអញ្ចឹងទៅក្នុងព្រៃអីអញ្ចឹងទៅក្នុងអាណាបានសតិកម្មដ្ឋានហ្នឹងណាហ្នឹងហើយដោយចំពោះទៅក្នុងបកម្មដ្ឋានហ្នឹងហើយក៏ចម្រើនសតិប្បដ្ឋានបានទោះជាមិនមានអាណាបានសតិហ្នឹងក៏ចម្រើនតែប្រធានបានហ្នឹងហើយព្រោះបរមត្តធម៌មានគ្រប់ពេលវេលាគ្រាន់តែថាមានបច្ច័យនៃសតិប្បដ្ឋានហ្នឹងដោយការចម្រើនកុសលធម៌អញ្ចឹងបានយើងត្រូវឲ្យយល់ពីរផ្នែកមួយអារម្មណ៍របស់សតិប្បដ្ឋានហ្នឹងមានជាប្រកដីគ្រប់អង្គគ្រប់គ្នាប៉ុន្តែមួយទៀតណោះដែលជាបច្ច័យឧបការៈឲ្យមានសតិប្បដ្ឋានហ្នឹងគឺឲ្យមានទានមានសិលទៅជាពិសេសគឺសមថៈហ្នឹងឯងជាបច្ច័យដោយបកតោបនិស្សយបច្ច័យកុសលជាបច្ច័យនៃកុសលណាកុសលមុនជាបច្ច័យនៃកុសលក្រោយដោយបកតោបនិស្សយបច្ច័យហ្នឹងគឺអាស្រ័យកុសលធម៌ដែលពុទ្ធបរិស័ទយើងសំអប់រំទៅបង្កឲ្យមានជាការយល់ដឹងក្នុងកុសលណសតិប្បដ្ឋានហ្នឹងស្ដាប់សិក្សារឿយទៅសាកសួររឿយទៅពិនិត្យពិចារណារឿយទៅលឺរឿយទៅទៀតទៅណាអប់រំចិត្តទៅមិនចេះតែខ្វាយខ្វល់រវល់អីទៅទេហ្នឹងឯងតែយើងនិយាយពីអារម្មណ៍សូម្បីចិត្តរវើរវាយហ្នឹងក៏ជាទីតាំងនៃសតិប៉ុន្តែដល់ទៅសតិអត់កើតហ្នឹងឯងវានៅចំណុចត្រង់ថាសតិអត់កើតហ្នឹងឯងដល់អញ្ចឹងទៅវាមានទិដ្ឋិអីជាដើមហ្នឹងកើតមកចាប់ប្រកាន់ទៅនៅក្នុងអារម្មណ៍ហ្នឹងរូបធម៌នាមធម៌ហ្នឹងទៅជាអារម្មណ៍របស់ទិដ្ឋិអារម្មណ៍របស់កិលេសទៅវិញដោយសារសតិអត់កើតហ្នឹងឯងអារម្មណ៍វាមានហើយនិវរណៈបពៈអីហ្នឹងជាទីតាំងនៃសតិរលឹកសម្រាប់តែអង្គមានសតិហ្នឹងទៅចុះបើខ្វះបច្ច័យនៃតែប្រធានវាមានតែនិវរណៈទៅ
ហើយទិដ្ឋិមកចាប់យកទៅនិវរណៈជាខ្លួនយើងអ្នករវើរវាយឬក៏ជារបស់យើងទៅដោយតណ្ហាហ្នឹងឯងហ្នឹងគឺសតិណតបថាហ្នឹងអត់មានបច្ច័យឲ្យកើតឡើងហ្នឹងឯងអញ្ចឹងអារម្មណ៍ហ្នឹងទៅជាទីតាំងរបស់ទិដ្ឋិទៅវិញទៅជាទិដ្ឋិដ្ឋានៈមិនមែនជាសតិប្បដ្ឋានព្រោះសតិអត់កើតហ្នឹងឯងអញ្ចឹងទិដ្ឋិដែលចាប់យកជាអារម្មណ៍អញ្ចឹងអារម្មណ៍ហ្នឹងទៅជាទិដ្ឋិដ្ឋានៈហើយជាសតិប្បដ្ឋានតលតែសតិតាំងនៅក្នុងអារម្មណ៍ហ្នឹងកាយវេទនាចិត្តធัวហ្នឹងបានទៅជាសតិប្បដ្ឋានជីវិតយើងជាប្រកដីហ្នឹងរូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងបើថាបានអប់រំចម្រើនតបដ្ឋានក៏បានជាទីតាំងនៃសតិទៅចែកទៅជាកាយវេទនាចិត្តធัวទៅអត់មានតបដ្ឋានទេបានជាទីតាំងនៃទិដ្ឋិហ្នឹងឯងតណ្ហាហ្នឹងទៅអាស្រ័យនឹងរូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងហើយក៏សម្គាល់ថាខ្លួនយើងអ្នករស់នៅនឹងចឹងទៅហ្នឹងឯងហ្នឹងយើងបានជ្រាបពីសតិប្បដ្ឋានដែលជាទីតាំងរបស់សតិជាប្រកដីកុំឲ្យយើងគ្រាន់ថាប្រកដីហ្នឹងសតិរលឹកអីក៏បានចឹងទៅអាហ្នឹងយើងគ្រាន់តែរៀនឮមកអញ្ចឹងប៉ុន្តែថាដល់សតិអត់កើតហ្នឹងហើយខ្វះបច្ច័យរបស់សតិហ្នឹងណាហ្នឹងហើយអញ្ចឹងជីវិតជាប្រកដីហ្នឹងវាទៅជាទីតាំងរបស់ទិដ្ឋិតណ្ហាទៅហ្នឹងហើយនឹងនិយាយពីអារម្មណ៍របស់សតិប្បដ្ឋានតែវាមានជាប្រកដីនៅក្នុងជីវិតហ្នឹង